បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុវណ្ណសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាផឹកស្រាបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាផឹកស្រានោះទំនាយទាយនៅក្នុងសុបិនថាពុកម៉ែបងប្អូននឹងទទួលបានលៀបសំណាងពីញាតិចាស់ទុំឬក៏បានដំណឹងល្អពីមិត្តភក្តិបានទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាផឹកស្រាគឺមានអត្ថន័យល្អសម្រាប់អ្នកសុបិនចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញគឺលេខ23លេខ24លេខ234លេខ263និងលេខ463បាទអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនហើយក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ